ដោយសារតែជំងឺលើសជាតិអាស៊ីតឈឺសន្លាក់រ៉ាំរ៉ៃគៀបជាប់តសៃលៀនឌីសបានបង្កធ្វើឲ្យមនុស្សច្រើនណាស់ក្លាយជាជនពិការដេកលើក្រែពេទ្យប្រសិនបើលោកយាយលោកតាមានអាការៈឈឺចង្កេះចង្កួងឈឺបោះដៃផុតចុករយស្ពឹកសពុនឈឺពេញរាងកាយឈឺកដៃឈឺកជើងឈឺចាក់មេជើងហើមស្រគាក្តៅក្រហាយខ្មងជើងរឹងហើមតាមសន្លាក់ទឹកដក់ក្នុងសន្លាក់គាំងសន្លាក់ខូចសន្លាក់ធ្វើឲ្យសន្លាក់ពិបាកនៅក្នុងការបត់បែនធ្វើចលនាការរស់នៅប្រសិនបើអ៊ំពូមីងមានអាការៈដូចខ្ញុំរៀបរាប់ខាងលើសូមរុះរាល់ឡើងព្រោះមនុស្សច្រើនណាស់បានក្លាយជាជនពិការដោយសារតែការធ្វេសប្រហែសនិងមិនយកចិត្តទុកដាក់ពន្យាពេលរហូតជំងឺលើសជាតិអាស៊ីតឈឺសន្លាក់រ៉ាំរ៉ៃក្លាយជាជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរមិនអាចព្យាបាលបានទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះដើម្បីទទួលបាននៅឱសថធម្មជាតិ50សង្តាយកទៅដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលានិងត្រឹមត្រូវជៀសវាងហួសពេលស្ដាយក្រោយខ្ញុំប្រើរយៈពេលតែ3ថ្ងៃទៅមួយសប្តាហ៍ជារបស់គេមែនបើមិនជាខ្ញុំសងលុយវិញខ្ញុំប្រើនេះ50សង្តាននេះដល់ពេលខ្ញុំប្រើរយៈពេលទៅ3ថ្ងៃអាការៈរបស់ខ្ញុំទៅថាធ្វើការនឹងវាចុកដៃចុកជើងលែងអស់ហើយខ្ញុំបានប្រើហើយខ្ញុំជឿជាក់លើ50សង្តាននេះឈឺញ៉ាំដៃទៅញ៉ាំជើងហើយចុករយឆ្អឹងខ្នងហើយអាក្បាលជង្គង់ហ្នឹងគឺឈឺពេលខ្ញុំងើបឡើងអញ្ចឹងទៅតឹងពីដំបូងហើយពាក់កណ្ដាលយប់ឡើងងើបគក់អញ្ចឹងក៏មានដែរអញ្ចឹងណាបងប្អូនណាមានអាការៈរោគដូចខ្ញុំទិញប្រើទៅព្រោះខ្ញុំនេះប្រើហើយត្រូវនឹងរោគខ្ញុំតែម្ដងខ្ញុំឈឺចង្គង់ខ្ញុំឈឺចង្កេះខ្ញុំឈឺកលាក់ដៃជើងតែកញ្ញាំហ្នឹងក៏ខ្ញុំឈឺដែរក្រោយមកខ្ញុំបានប្រើថ្នាំនេះទៅខ្ញុំបានធូរច្រើនសងៃខ្ញុំអង្គុយបានយូរធ្វើអុយគឺបានសម្រាប់ពុកម៉ែបងប្អូនដែលចង់បានគឺអាចទំនាក់ទំនងតាមលេខទូរស័ព្ទខាងលើនេះបាន